ឃើញឈោចិត្តតកួនហើយលាយទឹកតហូឡើងមួយចានធំនេះបងប្អូនឃើញប្រហែលជាដឹងហើយថាម្ហូបអីគេព្រោះអីកំពុងតែល្បីខ្លាំងមែនតើបងប្អូនតកួនឆាមួយសាច់គោហើយជ្រលក់ទឹកតហូនេះខ្ញុំទៅមិនឆាតកួនថ្ងៃមុនទេប៉ុន្តែឃើញតំណងពេកត្រូវធ្វើសាកដែរហើយវ៉ាវឆ្ងាញ់មែនអត់ឆ្ងាញ់មែនឆ្នាំនេះញ៉ាំនៅឯងក៏បានដែរអូឈប់ថតឲ្យខ្លាចអស់បងប្អូនណាខ្លះបានសាកហើយបងប្អូនណាខ្លះទៀតអត់ទាន់បានសាកកុំភ្លេចមើលវីដេអូនេះដល់ចប់តកួនខ្ញុំប្រើជាប្រភេទតកួនរាងធំនេះបងប្អូនខ្លះគាត់ហៅតកួនចិនហើយខ្ញុំយកវាមកសកឲ្យវាស្ដើងពុះសកចឹងទៅគឺឆ្ងាញ់ណាស់ញ៉ាំទៅជ្រប់ណាតែបើបងប្អូនប្រើតកួនទូចវិញមិនបាច់សកវាគ្រាន់តែដំវាតិចទៅបានហើយថ្ងៃនេះខ្ញុំប្រើតកួនទៅ2កញ្ចប់ឯងបងប្អូនគឺ4ខាំម្ហូបនឹងចំអិនប្រើពេលតែ5នាទីឯងបើញ៉ាំវិញតែ15នាទីឯងបើសកតកួនអស់ចង់កន្លះម៉ោងនិយាយពីសាច់គោវិញបងប្អូនប្រើសាច់គោជាប់ខ្លាញ់ឬក៏ប្រភេទសាច់គោស្រួយគឺកាន់តែឆ្ងាញ់ហ្មងខ្ញុំនៅនេះអត់មានអញ្ចឹងប្រើសាច់គោ steak ធម្មតាហ្នឹងឯងបងប្អូនយើងហាន់វាមកល្មមទៅកុំស្ដើងពេកបន្ទាប់មកគ្រឿងផ្សំពិសេសរបស់យើងគឺម្ទេសហើយនិងខ្ទឹមបងប្អូនចង់បុកក៏បានកិនដូចខ្ញុំក៏បានដែរហើយម្ទេសដាក់កាន់តែច្រើនកាន់តែឆ្ងាញ់មានឃ្យូមានក្រហមអីចឹងណាបងប្អូនកិនវាមួយម៉ាត់ល្មមតាមបងប្អូនចង់បានទៅហើយរបៀបលាយទឹកតៅហ៊ូខ្ញុំថ្ងៃនេះគឺឆ្ងាញ់មែនតើបងប្អូនយកតៅហ៊ូប្រភេទតៅហ៊ូចិនណាដែលគេត្រាំជាមួយនឹងប្រេងម្ទេសបងប្អូនអាហ្នឹងគឺក្លិនអត់ដិតខ្លាំងហើយអត់ប្រៃខ្លាំងទេហ្វនវាឲ្យម៉ត់មកបងប្អូនថែមស្ករសចូលបន្តិចហើយនឹងទឹកដោះគោស្រស់បន្តិចតៅហ៊ូធម្មតាគឺប្រៃខ្លាំងណាស់បងប្អូនប៉ុន្តែតៅហ៊ូនេះគឺអត់សូវប្រៃទេឆ្ងាញ់ខ្លាំងមែនតើបន្ទាប់មកយើងច្របាច់ក្រូចឆ្មាទៅហើយខ្ទឹមម្ទេសនឹងបងប្អូនដាក់តាមចំណង់ចំណូលចិត្តអូយទឹកតៅហ៊ូខ្ញុំអត់សូវចូលចិត្តទេប៉ុន្តែថ្ងៃនេះធ្វើហើយគឺថាពេញចិត្តបឹបហ្មងណាផ្សំអត់មានអីពិបាកទេបងប្អូនតែប៉ុណ្្នឹងឯងប៉ុន្តែបើរសជាតិវិញមិនបាច់និយាយយើងដាក់ឆ្នាំងឬខ្ទះមកហើយដាក់ខ្លាញ់បន្តិចទៅបងប្អូនបន្ទាប់មកខ្ញុំលីងជាមួយនឹងខ្ទឹមក៏ដូចជាម្ទេសដែលយើងបានកិនមុនហ្នឹងបងប្អូនចូលចិត្តហឹរប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅមើលតែខ្ទឹមម្ទេសឈ្ងុយហើយដាក់តកួនចូលខ្ញុំលួចថែមមួយផ្សិតមកចូលផងដែរដែលសារចូលចិត្តហើយវាជ្រប់ឆ្ងាញ់ដែរងាយឡើងខ្យល់ត្រជាក់ឬមួយក៏ភ្លៀងរិចអីបងប្អូនអូឆ្ងាញ់ខ្លាំងណាស់នេះអត់មានអីពិបាកសោះមើលទៅតកួនរៀងទុនបន្តិចហើយយើងដាក់សាច់គោចូលទៅឆាច្របល់មួយគ្នាហ្មងបងប្អូនមានអីឆាយូរទេបងប្អូនអើយឆាមួយផ្លេត 3-4 នាទីមើលទៅតកួនរៀងឆ្អិនបិទភ្លើងមកកាយជ្រលក់ជាមួយនឹងទឹកតៅហ៊ូអូយឆ្ងាញ់មែនតែនហ្មងណាអញ្ចឹងមុខម្ហូបមុខនេះគេផ្អើលនាំគ្នាធ្វើញ៉ាំហ្នឹងគឺត្រូវហើយបងប្អូនដោយសារតែរសជាតិឆ្ងាញ់មែនប្លែកហ្មងណាអាចស្ដាប់សំឡេងពិតបានជាតិណាស់បងប្អូនអើយខ្ញុំជ្រលក់ទឹកតៅហ៊ូមកនេះជ្រលក់ទឹកតៅហ៊ូតកួន trending ណែបងប្អូនថ្ងៃនេះយើងញ៉ាំហូប trending តកួនឆាមែនឈ្មោះអីតកួនឆាទឹកតៅហ៊ូនោះអត់ដឹងឈ្មោះអីដឹងតែល្បីម្ហូបហ្នឹងឥឡូវហ្នឹងមានសសទឹកតៅហ៊ូជាមួយនឹងម្ទេសទៀតឆ្ងាញ់អត់ឆ្ងាញ់ដូចគេល្បីមែនហ៎វ៉ាវហត់ទឹកតៅហ៊ូហ្មងណានេះឃើញតំណងមែននេះវ៉ាវឆ្ងាញ់មែនអត់ឆ្ងាញ់ដូចគេល្បីមែនបងប្អូនធ្វើសាកបានសំខាន់ទឹកតៅហ៊ូឆ្ងាញ់ហើយណាហ្នឹងហ្នឹងហើយវាអត់ធ្វើស្អុយហ៎ធម្មតាបងម៉ាក់អត់ចេះទឹកតៅហ៊ូបងប្អូនតែខ្ញុំទិញបានតៅហ៊ូរសជាតិរៀងអត់សូវដុតគឺគាត់ចូលចិត្តនិយាយមែនណាឆ្នាំនេះញ៉ាំនៅឯងក៏បានដែរអូឈប់ថតឲ្យខ្លាចអស់សំខាន់ទឹកតៅហ៊ូយើងឆ្ងាញ់ដឹងប្រពន្ធបានប៉ុន្មានបន្ទុកពេញចាប់ថតឲ្យបងប្អូនខ្លាចអស់មែនបងប្អូនអើយពេលខ្លះក្តីសុខអញ្ចឹងឯងមិនបាច់ចាំម្ហូបពិសេសទៅណាទេ2នាក់នឹងឆាតកួនសាច់គោនឹងក៏ឆ្ងាញ់ដែរហើយមួយវិញទៀតយើងឃ្លានហើយបានញ៉ាំអីដែលយើងចង់ញ៉ាំហ្នឹងបងប្អូនធ្វើចេញមកដូចចិត្តអីហ្នឹងអញ្ចឹងបងប្អូនកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាសម្រាប់បងប្អូនដែលអត់ទាន់សាកបើអត់ចូលចិត្តទឹកតៅហ៊ូទេខ្ញុំគិតថាជ្រលក់ទឹកម្រេចក៏ឆ្ងាញ់ដែរពួកខ្ញុំ2នាក់គឺថាឆ្ងាញ់ពេកអត់មានបានញ៉ាំបាយទេបងប្អូនញ៉ាំតែឆាតទេនឹងអស់ឡើងមួយឆ្នាំងហើយវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណដែលបានទស្សនាបើមានត្រង់ណាខុសឆ្គងឲ្យនាងខ្ញុំសូមអភ័យទោសផងសូមជម្រាបលាយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ